បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមានរឿងមួយចង់និយាយបាទដោយសារតែវាជារឿងមួយដែលយើងធ្វើវាជាប្រចាំប៉ុន្តែយើងនិយាយទៅវាលក្ខណៈថាអានេះតាមជំនឿទេបាទតាមជំនឿរបស់បុគ្គលរបស់មនុស្សម្នាក់ការជឿវាខុសគ្នាជំនឿដែលខ្ញុំនិយាយនេះគឺត្រង់ចំណុចមួយនៅពេលដែលយើងប្រារព្ធកម្មវិធីបាទមិនថាកម្មវិធីឡើងផ្ទះកម្មវិធីបុណ្យផ្សេងបាទមានកឋិនចូលឆ្នាំជុំបិណ្ឌបាទបច្ច័យ4ចម្រើនបជនឡាក់ឬក៏កម្មវិធីផ្សេងដែលនៅតាមមហោស្រពធំបាទដល់ហើយទៅកម្មវិធីខ្លះយើងធ្វើនៅផ្ទះទេត្រង់ចំណុចមួយខ្ញុំសង្កេតឃើញថាមុននឹងចាប់ដើមនៃកម្មវិធីលោកអាចារ្យឬក៏ម្ចាស់ផ្ទះគាត់តែងតែដាក់សែនបាទដាក់សែនឬក៏យើងហៅថាដាក់ពឹសការរៀបពឹសការបាទគ្រូភ្លេងឬក៏វងល្ខោនមុនគេចាប់ដើមគេសែនពឹសការសិនសែនអញ្ជើញគ្រូតូចគ្រូធំគេណាបាទបើបនកម្មវិធីបនគេមានក្រុងវេលីសុំទឹកសុំដីជ័យភូមិសង់រោងសង់កន្លែងផ្សេងសម្រាប់កម្មវិធីបនហើយកម្មវិធីខ្លះនៅមហោស្រពក៏គេរៀបសែនអញ្ចឹងទៅដើម្បីរំលឹកនឹកដល់អ្នកថែរក្សានៅទៅតាមអគារឬក៏សែនចំពោះជំនាងអគារជំនាងផ្ទះអញ្ចឹងទៅបាទជាក់ស្ដែងនៅទីនេះខ្ញុំធ្វើពិធីក4ដងនេះបបពិសោធន៍មិនចោតទៅលើមិនបានសែនមិនបានអីទេបាទប៉ុន្តែអានឹងយើងជាជំនឿមួយមិនមែនថាមិនជឿទេយើងមិនបានរៀបចំសែនព្រេនដាក់ឲ្យគេទៅមានតែសុំសេចក្តីសុខសុំសេចក្តីចម្រើនពីគេអញ្ចឹងណាបាទរឿងកំ pl ែងគេលេងមួយដែលថារឿងកំ pl ែងគេលេងណាបាទអត់រៀបឲ្យគេអត់ដាក់ពឹសការកម្មវិធីអត់រលូនចេះវាចោះអញ្ចឹងទៅបាទអត់រលូនអញ្ចឹងបើសិនជាអាចកម្មវិធីមិនថាតូចធំទេបាទយើងរៀបឲ្យគេបន្តិចទៅបាទដាក់សែនឲ្យគេបន្តិចទៅសុំសេចក្តីសុខសេចក្តីចម្រើនទៅកម្មវិធីហ្នឹងរលូនអញ្ចឹងទៅចេះស្ដែងទៅតាមអកកដងអកកែល្ខោនអីបាទគេមានសែនគ្រូរបស់គេអញ្ចឹងទៅគេមានគ្រូកាន់សែនអញ្ចឹងទៅហោមរោងអញ្ចឹងទៅបាទអញ្ចឹងកម្មវិធីរបស់គេរលូនអញ្ចឹងទៅជាពិសេសតួល្ខោនណាកាលណាគេសែនទៅដូចថាមានគ្រូសន្តិដ្ឋតួនីមួយនេះសន្តិដ្ឋបាទអញ្ចឹងទៅធ្វើឲ្យអ្នកសម្ដែងហ្នឹងល្អតួមួយល្អអញ្ចឹងខ្ញុំចង់និយាយសរុបមួយថាកម្មវិធីមួយកាលណាយើងមិនបានរៀបឲ្យគេប្រកាសណាថាវាអត់សូវរលូនល្អអញ្ចឹងណាបាទនេះនិយាយរឿងអបិយជំនឿមួយទេមុននឹងយើងរៀបចំកម្មវិធីអ្វីមួយយើងមិនបានសែនមិនបានពាវនាវប្រកាសឲ្យគេដឹងអាហ្នឹងវាខ្លះអាចនឹងរអាក់រអួលចឹងដែរហើយនេះជាក់ស្ដែងបទពិសោធន៍ខ្ញុំ4ដងបាទ MC អញ្ចឹងទៅវាមានរឿងរអាក់រអួលខ្លះនៅក្នុងហ្នឹងអញ្ចឹងណាអានេះរឿងអបិយជំនឿទេបាទហើយក្រោយពីស្ដាប់ហើយតាមការគិតតាមការយល់របស់បងប្អូនទាំងអស់គ្នានេះគ្រាន់តែជាបទពិសោធន៍ដែលខ្ញុំជួបខ្ញុំនិយាយឡើងវិញទេបាទអញ្ចឹងវាអត់សូវរលូនណាបាទ